គណៈបកកម្លាំងជាតិខេត្តសៀមរាបចុះពង្រឹងនិងពិនិត្យរចនាសម្ព័ន្ធប៉ាត់នៅថ្នាក់មូលដ្ឋានក្នុងស្រុកប្រាសាទបាគងកាលពីព្រឹកថ្ងៃទី21ខែឧសភាឆ្នាំ2026ថ្នាក់ដឹកនាំគណៈបកកម្លាំងជាតិខេត្តសៀមរាបដឹកនាំដោយលោកសុកកំសែងប្រធានក្រុមការងារខេត្តនិងលោកមុតម៉ាឡាអនុប្រធានក្រុមការងារខេត្តព្រមទាំងថ្នាក់ដឹកនាំសំខាន់ផ្សេងទៀតបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរចនាសម្ព័ន្ធគណៈកម្មាធិការប្រតិបត្តិគណៈបកឃុំបាគងស្រុកប្រាសាទបាគងកម្មវិធីនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាលនិងពោរពេញដោយភាពកក់ក្ដៅក្នុងគោលបំណងពិនិត្យមើលរចនាសម្ព័ន្ធប៉ាត់នៅថ្នាក់មូលដ្ឋាននៅក្នុងឱកាសនោះអាដាមជួនសាវរីប្រធានក្រុមការងារចុះជួយស្រុកប្រាសាទបាគងបានមានមតិលើកឡើងថាកិច្ចប្រជុំនេះធ្វើឡើងគឺដើម្បីពិនិត្យនិងចង់ដឹងចង់ឃើញពីសមត្ថភាពពិតប្រាកដនៃរចនាសម្ព័ន្ធឃុំបាគងអាដាមបានបន្ថែមថារចនាសម្ព័ន្ធថ្នាក់ជាតិនិងថ្នាក់ខេត្តគឺមានភាពរឹងមាំយ៉ាងខ្លាំងដោយបានប្រកាសសុពលភាពថ្នាក់ខេត្តរួចរាល់កាលពីថ្ងៃទី12ខែមេសាកន្លងទៅនេះជាការសំណេះសំណាលក្នុងកិច្ចប្រជុំលោកសុកកំសែងប្រធានក្រុមការងារខេត្តបានលើកឡើងអំពីបញ្ហាប្រឈមជាច្រើននៅមូលដ្ឋានដែលបញ្ហាទាំងនោះនឹងត្រូវដោះស្រាយនិងលុបបំបាត់នៅពេលដែលមេឃុំចៅសង្កាត់មកពីគណៈបកកម្លាំងជាតិចូលកាន់តំណែងនៅឆ្នាំ2027ខាងមុខការបម្រើសេវាកម្មយឺតយ៉ាវនឹងត្រូវបញ្ចប់នៅពេលដែលគណៈបកកម្លាំងជាតិខ្លាយទៅជាមេឃុំនៅឆ្នាំ2027បញ្ហាអំពើពុករលួយបញ្ហារើសអើងបញ្ហាក្មេងបោះបង់ចោលសាលាបញ្ហាគ្រឿងញៀនបញ្ហាលបែងស៊ីសងបងធំបងតូចនឹងត្រូវបញ្ចប់នៅពេលដែលមេឃុំគណៈបកកម្លាំងជាតិកាន់តំណែងឆ្នាំ2027លោកបានសង្កត់ធ្ងន់បន្ថែមថានៅកម្ពុជាអ្នកដែលចង់ក្លាយជាមេឃុំចៅសង្កាត់គឺត្រូវតែចូលឈ្មោះនៅក្នុងបញ្ជីគណៈបកនយោបាយមួយដែលមានប្រជាប្រិយភាពគ្រប់គ្រាន់ដើម្បីចូលរួមក្នុងការប្រកួតប្រជែងអញ្ចឹងការបោះឆ្នោតតាមប្រព័ន្ធសមាមាត្រចាំបាច់ណាស់គឺអ្នកដែលចង់ឈរជាមេឃុំត្រូវតែឈរនៅក្នុងបញ្ជីរបស់គណៈបកមួយដែលខ្លួនគិតថាមានប្រជាប្រិយភាពគ្រប់គ្រាន់អាចចូលរួមការប្រកួតប្រជែងហើយប្រជាពលរដ្ឋដែលគាត់ទៅបោះហ្នឹងគឺគាត់បោះសម្ដៅទៅលើផ្លាកសញ្ញារបស់គណៈបកទន្ទឹមនឹងនោះដែរលោកមុតម៉ាឡាអនុប្រធានក្រុមការងារខេត្តក៏បានចូលរួមមតិសំណេះសំណាលដោយលើកទឹកចិត្តឲ្យមានការរៀបចំរចនាសម្ព័ន្ធបកថ្នាក់ភូមិឲ្យបានកាន់តែច្រើនព្រោះកាន់តែច្រើនគឺកាន់តែល្អមិញលើកដៃសិតតែមកតាមភូមិមិនអញ្ចឹងថ្ងៃនេះនិយាយពីរឿងការពង្រឹងនិងពង្រីករចនាសម្ព័ន្ធបកភូមិខ្ញុំប្រើភាសាមួយច្រើនកាលណាល្អកាលនោះច្រើនយើងនឹងឈ្នះតែបើនៅតែប៉ុណ្ណឹងអាកម្រិតឈ្នះរបស់យើងគឺនៅទាបឯងតើណាបងប្អូនអរគ្នាលោកបានបន្ថែមនឹងណែនាំអំពីរបៀបធ្វើការងារក៏ដូចជាការកសាងទំនុកចិត្តជឿជាក់គ្នាទៅវិញទៅមកដើម្បីរក្សាបាននូវសាមគ្គីភាពនិងឯកភាពផ្ទៃក្នុងបកឲ្យបានរឹងមាំក្រោយពេលបញ្ចប់កិច្ចប្រជុំយ៉ាងមានអត្ថន័យនេះថ្នាក់ដឹកនាំខេត្តស្រុកនិងឃុំព្រមទាំងសមាជិកសមាជិកាទាំងអស់បានអញ្ជើញហូបអាហារសាមគ្គីរួមគ្នាក្នុងបរិយាកាសដ៏ស្និទ្ធស្នាលនិងពោរពេញដោយភាពរីករាយក្រៃលែង